បរោះមានប្រជ្រុយតំបន់សម្ងាត់ជាបរោះឆ្វាក់ស្នេហ៍ប្រិយមិត្តទាំងអស់គ្នាមុខជាធ្លាប់បានឮចាស់ឬគេនិយាយតគ្នាថាបរោះដែលមានប្រជ្រុយនៅលើប្រដាប់ភេទឬក្បែរតំបន់នេះពិតជាបរោះឆ្វាក់ស្នេហ៍សម្បូរស្រីចៅមរោមស្រឡាញ់គណៈការអះអាងខាងនរវិទ្យាក៏បានលើកឡើងស្រដៀងគ្នានេះដែរបរោះដែលមានប្រជ្រុយដុះនៅលើទីតាំងប្រដាប់ភេទត្រូវបាននរវិទ្យាបកស្រាយថាជាបរោះសម្បូរមុនស្នេហ៍រីឯជីវិតជួបប្រទះនឹងសំណាងជាច្រើនក្នុងជីវិតមិនថាអាជីពឬរឿងស្នេហានឹងទទួលបានការជោគជ័យជាខ្លាំងលើពីនេះទៅទៀតបរិសុទ្ធទាំងនេះក៏មានជោគវាសនាល្អខាងទ្រព្យសម្បត្តិនិងភាពជាអ្នកដឹកនាំផងដែរពេលពួកគេរៀបការរួចនឹងមានសំណាងក្លាយជាអ្នកមានទ្រព្យសម្បត្តិយ៉ាងឆាប់រហ័សដោយសារអាជីពជោគជ័យយ៉ាងរលូនចូលដល់វ័យកណ្ដាលទ្រព្យសម្បត្តិរបស់ពួកគេនឹងកាន់តែរីកចម្រើនជាលំដាប់ជាពិសេសក្រោយអាយុ30ឆ្នាំអ្វីៗកាន់តែល្អប្រសើរទាំងស្នេហានិងទ្រព្យធនមនុស្សប្រុសភាគច្រើនដែលមានប្រជ្រុយនេះជាធម្មតាមានទេពកោសល្យខ្ពស់ឆ្លាតវៃរហ័សរហួននិងក្លាហានដោយសារសមត្ថភាពជំនាញច្បាស់លាស់និងភាពក្លាហានពួកគេអាចទទួលបានជោគជ័យយ៉ាងងាយស្រួលមិនថាពួកគេធ្វើការក្នុងវិស័យណាក៏ដោយយ៉ាងណាមិញបរិសុទ្ធប្រភេទនេះចាស់ផ្ដាំថាជាបរិសុទ្ធមិនសូវនឹងថឹងរឿងស្នេហាទោះបីជាមានដៃគូរួចហើយក្តីពួកគេនៅតែអាចឆ្លៀតរកអ្នកផ្សេងទោះជាយ៉ាងណាក៏ដោយពេលចាស់ទៅជីវិតរបស់ពួកគេនៅតែមានសុភមង្គលពេញលេញនិងសប្បាយសប្បាយបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនបរិសុទ្ធមាននៅប្រជ្រុយកន្លែងនេះដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត